friendly ពួកគាត់ចិត្តល្អអីចឹងចេះជួយគ្នាទៅវិញទៅមកក្រុមខ្ញុំនិយាយតាំងពីដើមមកឲ្យថាខ្ញុំគឺរោគរ៉ាក់ជាងគេតែតើតែមានពួកគាត់ដែរទើបខ្ញុំដល់គោលដៅបើសិនជាអត់មានពួកគាត់ណាខ្ញុំអត់អាចទៅដល់គោលដៅហ្នឹងដែលខ្លួនឯងបានដែរមកឥឡូវហ្នឹងយើងមកដល់អូដែលធំជាងគេមកតាណាខ្ញុំពីខមទៅដល់លើហ្នឹងគឺកន្លែងអូហ្នឹងឯងដែលទឹកជ្រៅទឹកហូរខ្លាំងជាងគេអូខេអ្នកខ្ពស់អត់អីដល់ពេលខ្ញុំវាកតឿដែរអញ្ចឹងណាលេងចោះទៅចិត្តដល់ទ្រុងដែរបានកន្លែងនេះពួកខ្ញុំឆ្លងហើយសម្រាប់បានស្ទុះមានធីមមកតាមក្រោយដែលគេមកធីមមកលេងទៅលេងក្នុងផ្សារអីដែរអញ្ចឹងណាពួកខ្ញុំឃើញក៏នាំគ្នាជួយយកបានពួកគាត់ទៅដោយសារតែទឹករៀងហូរខ្លាំងដែរយើងជាប់ឆាប់ជួយគ្នាទៅឆាប់បានដល់គោលដៅទាំងអស់គ្នាអញ្ចឹងណាកន្លែងនេះវិញគឺយើងជួយលើកម៉ូតូពូហ្គាយដែលគាត់ដឹកមកហូបឲ្យពួកខ្ញុំមកពួកយើងក៏ឡើងមកដល់លើតិចស្រាប់តែមកដល់កន្លែងញ៉ាំបាយល្មមសម្រាប់បាយថ្ងៃប្រហែលជា2ម៉ោងយើងដេកយកកម្លាំងសម្រាប់ឡើងទៅលើទៀតចឹង and then ក៏ពួកយើងធ្វើដំណើរឡើងមកលើទៀតទៅប្រហែលជារៀងយូរដែរយើងមកដល់ប្រភពទឹកកន្លែងហ្នឹងទឹកអូគេហៅទឹកអីខ្ញុំអត់ដឹងថាគេហៅអីដែរតែវាហូរទៅរហូតចឹងទឹកហ្នឹងយើងអាចត្រង់យកផឹកបានហើយយើងក៏នាំគ្នាងូតទឹកអង្គុយសម្រាប់ប្រហែលជា15នាទីទៅកន្លះម៉ោងហ្នឹងតែប៉ុណ្្នឹងហើយក៏នាំគ្នាលោតទឹកលេងអ្នកខ្លះដោយសារក្តៅពេកទៅក៏ចង់ត្រាំទឹកឲ្យវាត្រជាក់ខ្លួនអីបន្តិចណាបានសើចសប្បាយមកផ្លែតអីដែរទៅវាប្រឡប់ការហត់របស់យើងដែរឥឡូវយើងមកបន្តដំណើរឡើងទៅលើទៀតទៅចាប់ពីកន្លែងដែលពួកគាត់ហក់ទឹកលេងហ្នឹងគឺ